នៅក្នុងការឈូសឆាយព្រៃដោយសន្តិភាពចៅឯកាបានរស់នៅយ៉ាងស្ងប់ស្ងាត់គាត់រឹងមាំនិងលឿនប៉ុន្តែរាល់ថ្ងៃរបស់គាត់មានអារម្មណ៍ថាមួយឆ្កែចោបានឬសូក្រហមអណ្ដើកមួយក្បាលកំពុងដើរយឺតឆ្លងកាត់ផ្លូវក្នុងព្រៃចោសួរថាហេតុអ្វីបានជាអ្នកតែងតែយឺតដូច្នេះអណ្ដើកបានឆ្លើយទាំងញឹមថាខ្ញុំចូលចិត្តសប្បាយនឹងអ្វីដែលមានពីមួយថ្ងៃទៅមួយថ្ងៃចចកនិងអណ្ដើកចាប់ផ្ដើមចំណាយពេលជាមួយគ្នាលឿននិងយឺតរៀនពីគ្នាទៅវិញទៅមកអណ្ដើកមានក្តីសុបិនមួយដើម្បីដាំសួនច្បារនៅក្នុងការឈូសឆាយឆ្កែចោបានផ្ដល់ជំនួយរបស់គាត់ទោះបីគាត់មិនដឹងអ្វីអំពីការថែសួនក៏ដោយពួកគេបានធ្វើការយ៉ាងលំបាកជីកដាំស្រោចទឹកល្បឿនរបស់ចោបានជួយប៉ុន្តែការយកចិត្តទុកដាក់របស់អណ្ដើកបានធ្វើឲ្យមានការរីកចម្រើនក្នុងពេលស្ងប់ស្ងាត់រវាងការងារពួកគេបានចែករំលែករឿងអាហារសម្រន់និងភាពស្ងៀមស្ងាត់រួចបន្ថយល្បឿននិងស្ដាប់ប៉ុន្មានសប្តាហ៍ក្រោយមកសួនច្បារបានរីកដុះដាលពណ៌ក្លិនក្រអូបនិងជីវិតបានបំពេញការបោះសម្អាតចោមិនអាចជឿថាសម្រស់បានមកពីការថែទាំបែបនេះទេពួកគេបានចែករំលែកការប្រមូលផលជាមួយសត្វស្លាបសត្វក្តាន់និងសត្វព្រៃដទៃទៀតភាពរីករាយបានកើនឡើងជាមួយនឹងស្នាមញញឹមពេលផ្កាយរះនៅយប់នោះចោនិងអណ្ដើកអង្គុយក្បែរគ្នាមិនដេញមិនប្រញាប់គ្រាន់តែចង់មានក្តីសុខហើយវាក៏គ្រប់គ្រាន់ហើយ